ឡើងលើភ្នំក្នុងរដូវខែនេះជា experience ថ្មីរបស់ខ្ញុំមួយទៀតហើយដែលទទួលបានបទពិសោធន៍ការរត់ដេញចាប់ពពកនៅលើភ្នំហើយជាមួយនឹងការមើលទេសភាពដើមឈើដែលនៅតាមអងផ្លូវនឹងតែម្ដងសំខាន់ណាស់មានបរិយាកាសគូស្លហើយស្រស់ស្រាយមែនតើអ្វីដែលសំខាន់នៅលើភ្នំមួយនេះពេលដែលយើងឡើងមកធ្វើឲ្យយើង relax មែនតើហើយក៏មានជាមួយនឹងសត្វស្វានៅតាមដងផ្លូវផងដែរស្វាគមន៍អ្នកនរគ្នាមកកាន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោធម្មតាធ្លាប់តែឡើងពេលព្រឹកប៉ុន្តែសារនេះមកឡើងពេលរៀងថ្ងៃរសៀលបន្តិចមើលទៅទេសភាពស្រស់ស្អាតមែនតើហ្មងដោយសារតែពេលដែលខ្ញុំឡើងហ្នឹងគឺបរិយាកាសខ្យល់ហើយអត់សូវក្តៅប៉ុន្មានទេឡើងកាន់តែខ្ពស់បរិយាកាសគឺកាន់តែស្រទុំតែម្ដងសំខាន់ពេលយើងឡើងដល់ខ្ពស់ទៅហ្នឹងគឺចាប់ផ្ដើមធ្លាក់អាប់មកតែម្ដងធម្មតាខ្ញុំធ្លាប់តែមើលឃើញអាប់តែប៉ុន្តែវាមិនសូវជាល្ងិតផ្លូវបែបហ្នឹងនោះទេប៉ុន្តែពេលដែលអាប់ជិតបែបនេះទេសភាពរត់តែស្រស់ស្អាតបែបមួយយ៉ាងទៀតពេលដែលយើងដាក់ដៃបែបនេះមានអារម្មណ៍ថាខ្យល់ឡើងលហើយមែនតើនេះជាបទពិសោធន៍ថ្មីហ្មងសម្រាប់ខ្ញុំដែលខ្ញុំបានមកលេងជាមួយនឹងការចាប់អាប់ចាប់អីមើលឡើងទេសភាពពេញនោះធ្វើឲ្យខួរក្បាលយើង relax ហើយ fresh ហ្មងឡើងភ្នំលើកនេះគឺមានអារម្មណ៍ថាខ្លួនឯងចូលចិត្តឡើងភ្នំមែនតើហ្មងដោយសារពេលដែលយើងឡើងភ្នំមកគឺថាទេសភាពខ្យល់នេះគឺកាន់តែលហើយទៅតែម្ដងបន្ទាប់យើងជិះអស់រៀងយូរដែរហើយយើងក៏បានមកដល់កន្លែងរស់សំណាក់លោកយាយម៉ាកហើយបន្ទាប់មកយើងក៏បានធ្វើដំណើរបន្តដើម្បីធ្វើដំណើរទៅមើលនៅលើភ្នំកំពូលជាច្រើនទៀតដែលមានរមណីយដ្ឋានច្រើនណាស់អ្នកនរគ្នាដែលនៅក្នុងហ្នឹងប៉ុន្តែដោយសារខ្ញុំមករៀងល្ងាចអញ្ចឹងទៅណាមួយធ្លាក់អាប់ទៀតអញ្ចឹងហើយយើងមើលផ្លូវអត់សូវឃើញក៏សម្រេចចិត្តថាថតលេងជាមួយនឹងអាប់តែមួយផ្លែតទៅហើយក៏ធ្វើដំណើរចូលទៅខាងក្រោមវិញហើយកន្លែងដែលខ្ញុំថតហ្នឹងគឺដល់ផ្លូវដែលចិត្តទៅកន្លែងវត្តសំពៅ5ហើយអញ្ចឹងហើយក៏សម្រេចចិត្តថាអត់ទៅលេងរមណីយដ្ឋានទៀតទេដោយសារតែធ្លាប់ទៅរួចរាល់ហើយខ្ញុំក៏ធ្វើការថតតែមួយផ្លែតហើយក៏អ្នកគ្នាចូលទៅខាងក្រោមវិញព្រោះដោយសារតែ plan របស់ខ្ញុំហ្នឹងគឺអ្នកគ្នាមកលេងនៅភ្នំបូកគោរួចរាល់ក៏ធ្វើដំណើរទៅក្នុងខេត្តកំពតទៀតអញ្ចឹងហើយដើម្បីឲ្យយើងទទួលបាននូវដំណើរកម្សាន្តច្រើនកន្លែងយើងត្រូវតែថតកន្លែងបន្តិចដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនបើអ្នកនរគ្នាចង់បានវីដេអូថ្មីៗកន្លែងដើរលេងថ្មីៗកុំភ្លេចចុច follow for more អរគុណអ្នកនរគ្នា